បាទជំរាបសួរនៅទីនេះគឺជាការឡាយឈានជាតិនៃមន្ទីរបរិស្ថានខេត្តកំពតហើយនៅថ្ងៃនេះដែរក្រុមការងារមន្ទីរបរិស្ថានដែលជាជួរក្រោយកំពុងរៀបចំចម្អិនម្ហូបអាហារសម្រាប់ជូនទៅដល់វីរៈកងទ័ពដែលកំពុងច្បាំងជាមួយនឹងចៅសៀមឈ្លានពានក៏ដូចជាជូនទៅដល់ជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានរបស់ចៅសៀមនេះអញ្ចឹងសូមទស្សនាទៅលើការរៀបចំធ្វើម្ហូបនេះតទៅបាទសូមអញ្ជើញជាក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកំពតថ្ងៃនេះបានរួមគ្នារៀបចំជាម្ហូបអាហារសម្រាប់បងកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកដែលរត់គេចពីសង្គ្រាមដែលបង្កឡើងដោយចៅសៀមឈ្លានពានហើយនាងខ្ញុំតាំងនាមឲ្យក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកំពតក៏សូមគោរពអរគុណនិងសូមជូនពរដល់បងវីរៈកងទ័ពទទួលបានជ័យជំនះបាទថ្ងៃនេះខ្ញុំបានចូលរួមជាមួយក្រុមគ្រួសារនៃមន្ទីរបរិស្ថានបានចំជាម្ហូបអាហារសម្រាប់ជូនភាសឹកនិងជូនដល់បងវរៈកងទ័ពនិងបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានជួដែលនៅជួរមុខដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងជាមួយនឹងចៅឈ្លានពានចៅសៀមឈ្លានពានទឹកដីនៃវិរាជាណាចក្រកម្ពុជាជាចុងក្រោយខ្ញុំសូមជូនពរកងកម្លាំងប្រដាប់អាវុធនិងបងវរៈកងទ័ពបានប្រយុទ្ធឈ្នះអស់មារសត្រូវនឹងចៅឈ្លានពាននៃទឹកដីវិរាជាណាចក្រកម្ពុជានិងសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងដោះស្រាយបញ្ហាទឹកដីជាមួយនឹងចៅឈ្លានពាននៃវិរាជាណាចក្រកម្ពុជាបាទសកម្មភាពទាំងអស់នេះហើយគឺជាការចូលរួមចំណែកនៅក្នុងការជួយគ្នានៅក្នុងគ្រាដែលលំបាកអញ្ចឹងសូមឲ្យបងប្អូនខ្មែរយើងចូលរួមចំណែកតាមលទ្ធភាពដែលអាចធ្វើបានតិចក្តីច្រើនក្តីនៅក្នុងការជួយគ្នានេះដែលបង្ហាញអំពីខ្មែរស្រឡាញ់ខ្មែរបាទហើយជាចុងក្រោយខ្ញុំបាទសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាកងទ័ពកម្ពុជាយើងក្នុងការការពារបរណភាពទឹកដីរបស់យើងក៏ដូចជាការដោះស្រាយចំនួនព្រំដែនរបស់យើងផងដែរបាទសូមគ្រប់អរគុណបាទ